បាទបងប្អូននេះរបៀបធ្វើកំពីងរាជបាទយើងដាក់ជ្រក់វាទុកហូបបំពេញរាជផ្លែគេបំពេញរាជបំពេញរាជកំពីងរាជនេះទិញ1គីឡូហ្មង2គីឡូ5000 គីឡូ5000 4គីឡូអស់10000យើងហូបបានយូរណានឹង10000ណា10000បាន4គីឡូបាទយើងធ្វើហើយយើងដាក់ទូទឹកកកមកបងប្អូនយើងដាក់អំបិលដាក់អីមកយើងធ្វើកំពីងរាជត្រាំមកបងប្អូននេះខ្ញុំធ្វើឲ្យមុនឆ្ងាញ់ឆ្ងាញ់យករសជាតិដូចឲ្យមុនមែននេះបងប្អូនយូរបានឆ្ងាញ់2 3ថ្ងៃបានឆ្ងាញ់អានេះយើងចាត់វាហើយយើងនេះវាមកក៏ច្រាំវាអញ្ចឹងមករួចចាំយើងធ្វើជ្រក់វាដាំទឹកដាក់ស្ករសនិងធ្វើត្រាំតោះបងប្អូនឥឡូវទឹកក្តៅយើងដាំឆ្អិនហើយចាក់វាមកចឹងណាបាទដាំពុះហើយហុយជុកមកនេះហើយបានចាក់ចូលក្នុងនេះហើយដាក់ស្ករសិនដាក់ស្ករសិនបងប្អូនហើយយើងធ្វើរបៀបត្រាំកំពីងរាជទុកហូបទុំស្ករយើងដាក់មកដាក់ទឹកអស់ហើយទុំស្ករច្រើនបានថង1គីឡូផ្អែមងាប់បងប្អូននេះអំបិលអូអញ្ចឹងកំពីងរាជត្រាំនេះចណ្ដាយច្រើនណាស់បងប្អូនស្ករ1គីឡូវិញស្ករ1គីឡូដាក់ទាំងអស់ហើយកំពីងរាជម៉ាក់1គីឡូ4គីឡូតាមទៅរបៀបត្រាំខុសៗគ្នាបើយើងចង់ឲ្យកំពីងរាជនេះសយើងពេលចិត្តយើងដាក់ត្រាំទឹកអំបិលទៅប៉ុន្តែខ្ញុំចូលចិត្តក្រហមអញ្ចឹងតែយើងពេលដែលយើងឲ្យនៅជាតិជ័រតិចចាត់តិចវាឆ្ងាញ់បងប្អូនឥឡូវយើងកូរនេះមិនយើងដាំទឹកក្តៅដាំតពុះអញ្ចឹងបងប្អូនហើយដាក់ស្ករហើយដាក់អំបិលមកឡាព្រាបាយទៅព្រាវាឡែមហើយចាក់ទឹកចូលទាំងក្តៅហ្នឹងណាហើយដាក់ក្រាសេទូទឹកកកទុកចោលលាកហើយចាប់ដើមចាក់ចូលទឹកច្រើនហើយយើងដាក់នេះចូលមកបងប្អូននេះបាទងាត់វាចូលមកពីងរាជហើយដាក់ក្រាសេទូទឹកកក2ថ្ងៃអានេះយើងដាក់ពីនេះបងប្អូននេះហើយវាដល់មកសាច់វាលយណានេះសក់ទឹកមាត់បដាយរួចហើយយើងចាប់ផ្ដើមយើងដុសសិនណាដុសនេះសិនណាដាក់នេះមុនដាក់ទឹកក្តៅចឹងបានវាឆ្ងាញ់បងប្អូនបាទចាប់ដើមចាក់វាមកលើកចាក់ទាំងអស់ហ្មងប៉ុណ្ណោះលើកបានអែមអានេះដឹងផ្អែមមិនសុចជ្រះតិចបែកកឡទៅក្តៅពេកហើយចាំមូលក្រោបហើយនេះបងប្អូនចេះមកសទឹកស្ករអីទេស្ករដាក់ច្រើនមិញទុកដាក់អីផ្សេងទៅអានេះសល់បន្តិចបងប្អូនយើងដាក់ក្នុងទូទឹកកកតិចហៀពេកមូលហើយដាក់ចូលក្នុងទូទឹកកកមូលជាប់យើងទៅដាក់អត់ទេដាក់មួយទៀតមូលមួយទៀតអត់មានទេអត់នេះអត់ទេតោះបងប្អូនឥឡូវយើងយកដាក់ទូទឹកកកបាទបងប្អូនឥឡូវយើងចាប់ផ្ដើមដាក់វាចូលបាទដាក់នៅក្នុងនេះមកដៅលឹបសក់មួយទៀតដាក់ចាទៅយើងធ្វើជាតិចលឹប2ថ្ងៃទៅដឹងឆ្ងាញ់មក2ថ្ងៃជូរហើយបងប្អូនជូរឆ្ងាញ់នេះហៀទឹកចេញទៅនេះហៀទឹកចេញតិចហ្នឹងហើយបងប្អូនហើយលឹប